ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយអត់ហើយបន្ទាប់ពីទស្សនានៅវីដេអូឱសថបុរាណខ្មែរជាបន្ទាប់មកតើពុកម៉ែបងប្អូនគិតថាមានប្រយោជន៍ឬក៏អត់ណាហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃធ្វើជាឱសថកែរោគបាទចំពោះបងប្អូនគ្រប់គ្នាហើយរុក្ខជាតិដែលខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនមួយប្រភេទនេះគឺរុក្ខជាតិមានឈ្មោះថាកម្មរន្ទះឬក៏មួយទៀតគេហៅថាឈាមអន្ទង់ពុកម៉ែបងប្អូនណាហ្នឹងហើយកម្មរន្ទះហើយជាមួយនឹងឈាមអន្ទង់តើវាមានអត្ថប្រយោជន៍បែបណាហើយភិនភាគយ៉ាងម៉េចខ្ញុំនឹងបង្ហាញជំរាបប្រាប់ពុកម៉ែបងប្អូនដូចតទៅនេះឲ្យបានស្គាល់នៅរុក្ខជាតិនោះបាទហ្នឹងហើយរុក្ខជាតិនេះគឺវាមានស្លឹកពណ៌ខៀវហើយរាងដូចវីដេអូខ្ញុំបង្ហាញហើយផ្កាពណ៌ក្រហមតសៃអញ្ចឹងហើយផ្លែវារាងពណ៌បាទក្រហមព្រឿងដូចដូចផ្កាដែរពេលដែលវានៅខ្ចីណាពុកម៉ែបងប្អូនណាហើយបតុមពណ៌កម្ៅពុកម៉ែបងប្អូនណាបតុមពណ៌កម្ៅហើយរុក្ខជាតិនេះมันខ្វះទេនៅក្នុងប្រទេសកម្ពុជាយើងតាមបណ្ដាខេត្តផ្សេងណាហើយពុកម៉ែបងប្អូនអាចរកយកធ្វើជាឱសថសម្រាប់ព្យាបាលលើរូបរាងកាយបានចំពោះរុក្ខជាតិនេះហើយរុក្ខជាតិនេះវាមានអត្ថប្រយោជន៍សម្រាប់សុខភាពក៏ដូចជាព្យាបាលនៅជំងឺរបស់ពុកម៉ែបងប្អូនដូចជាបងស្រីគឺព្យាបាលជំងឺរាំងរដូវកកធ្លាក់ឈាមជំងឺរបេងកកមានស្លេសខត់ឈាមជំងឺឈឺចង្អឺឈឺឆ្អែងស្ត្រីឆ្លងទលេបាទគេប្រើប្រាស់រុក្ខជាតិទាំងមូលបាទទាំងដើមទាំងឫសហើយទាំងស្លឹកបាទណាហ្នឹងហើយគេអត់មានចោលវាទេហើយពិសេសមួយទៀតគឺគេប្រើទៅលើបាទអ្នកដែលមានបញ្ហាលើសឈាមណាឈាមទង់នេះឬកម្មរន្ទះនេះក៏ប្រើបានដែរវាជាឱសថជំនួយឬក៏ជួយកាត់បន្ថយសម្ពាធឈាមរបស់យើងឲ្យនៅសល់ទាបដែរណាពុកម៉ែបងប្អូនណាហ្នឹងហើយឬក៏ព្យាបាលអ្នកជំងឺលើសឈាមពុកម៉ែបងប្អូនណាហ្នឹងហើយចន្លោះប្រើហ្នឹងគឺពុកម៉ែបងប្អូនហាលឲ្យស្ងួតប្រើចន្លោះពី30ក្រាមទៅ50ក្រាមក្នុងទឹកមួយកំសៀវប្រើចំនួនពី1លីត្រកន្លះទៅ2លីត្រពុកម៉ែបងប្អូនណាហ្នឹងហើយយើងប្រើឲ្យអស់ជាតិថ្នាំទៅសូមយើងបដូរថ្នាំថ្មីបានហើយយើងប្រើប្រាស់ហើយដាំជាមួយនឹងធ្យូងនោះគឺយើងដាំរយៈពេល15នាទីបាទទុកឲ្យយូរបន្តិចមកហើយសូមលើកចុះហើយសូមផឹកណាពុកម៉ែបងប្អូនណាហើយឈាមអន្ទង់នេះវាច្រឡំនឹងផ្កាតែគេដាំនៅក្នុងសួនច្បារដែរពុកម៉ែបងប្អូនណាប៉ុន្តែវាពិនិត្យមើលទៅមិនមែនទេពុកម៉ែបងប្អូនអរគ្នាគឺមិនមែនទេដើមនេះគេហៅថាដើមកម្មរន្ទះឬក៏ឈាមអន្ទង់បាទហើយដើមកម្មរន្ទះឬក៏ឈាមអន្ទង់ព្យាបាលដូចខ្ញុំបានលើកឡើងហើយពុកម៉ែបងប្អូនអាចធ្វើជាចំណេះដឹងបានអរគុណបាយ